ผมกันคุณเป็นกันครับบางอันนี้ทางนั้นโจรบอกเก่งกับตัวเอง for those who never been here, I just like to tell you a little bit about housekeeping. The toilet is on your right as you walk in. In case of emergency, just get out to where you enter. And then the meet assembly point is in the car park. Thank you and welcome all of you. Thank you. เ
ទីយើងនឹងសូមបងប្អូនប្រឹងប្រែងស្ដាប់ក្នុងការប្រឹងទូយើងបានប្រឹងទូសូមជឿចាំនេះបាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយសូមស្វាគមន៍ថ្ងៃនេះដែលខ្ញុំមានចិត្តត្រេកអរខ្លាំងដល់សារឃើញបងប្អូនបានអញ្ជើញមកតាមមកចូលរួមតាមការអញ្ជើញរបស់ពួកយើងចា៎ហើយបន្ទាប់ទៅនេះខ្ញុំក៏សូមអានព្រះគម្ពីរនៅគម្ពីរម៉ាថាយចំពោះ1ខ18ដល់25រីឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាងដូចនេះគឺនាងម៉ារីបិតាទ្រង់កាលដែលយ៉ូសែបបានដណ្ដឹងនាងហើយនោះនាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធមុនដែលបាននៅជាមួយគ្នា19ឯយ៉ូសែបប្តីនាងជាមនុស្សសុចរិតគាត់មិនចង់បើករឿងនាងឲ្យគេដឹងទេបានជាគាត់គិតលែងនាងចេញដោយសម្ងាត់វិញ20កាលដែលគាត់កំពុងតែគិតពីការនោះស្រាប់តែមានទេវតានៃព្រះអម្ចាស់លេចមកពន្យល់សពប្រាប់គាត់ថាយ៉ូសែបពូជលួងដាវីតអើយកុំឲ្យខ្លាចនឹងយកនាងម៉ារីជាប្រពន្ធអ្នកឡើយត្បិតបុត្រដែលមកចាប់ទុំផ្ទៃនាងនោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ21នាងនឹងប្រសូតបុត្រាមួយហើយអ្នកត្រូវថ្វាយព្រះនាមថាយេស៊ូ22ការទាំងនោះកើតមកដើម្បីឲ្យបានសម្រេចសេចក្តីដែលព្រះអង្គម្ចាស់ទ្រង់មានបន្ទូលដោយសារហោរាថា23មើលនាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយហើយព្រះនាមបុត្រនោះត្រូវហៅថាអេម៉ាញូអែលដែលប្រែថាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ24លុះយ៉ូសែបភ្ញាក់ពីដេកឡើងនោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់គឺគាត់យកប្រពន្ធមកនៅជាមួយ25តែមិនបានរួមរស់នឹងនាងសោះទាល់តែនាងប្រសូតបុត្រជាចម្បងមករួចគាត់ថ្វាយព្រះនាមថាយេស៊ូគុណនេះជាព្រះបន្ទូលព្រះអង្គអរគុណដល់ព្រះអង្គហើយបន្តទៅយើងនឹងព្រឹកប្រាក់វាយសូមបងប្អូនជំនួយពីអ្នកគឺប្រាក់វាយហើយសូមបងប្អូនព្រៀបសំផ្លាយប្រាក់ដល់ព្រះផង
យើងនិយាយអាសាប្រាំងវ៉ាយ សូមបងប្អូនយើងសម្រាប់ចិត្តបាទអរគុណព្រះវេដាប្រជុំត្រាព្រះវិញ្ញាណបរិសុទ្ធអរហើយគុណសូមអរគុណព្រះអង្គនៅសេចក្តីស្រឡាញ់ដ៏ហូរហៀរដែលព្រះអង្គមានដល់គុណគុំគ្រប់គ្នានិងសេចក្តីមេត្តាករុណារបស់ព្រះអង្គដែលមានដល់គុណគ្រប់គ្នាផងដែរអរហើយសូមអរគុណព្រះអង្គដែលបានបញ្ញេពេលវេលាដ៏ស្អាតបរិសុទ្ធដែលបាននាំមកគុណទាំងអស់គ្នាបានមកក្រាបថ្វាយបង្គំព្រះអង្គនៅថ្ងៃនេះផងដែរបាននាំមកនៅដង្វាយដ៏បរិសុទ្ធសម្រាប់ថ្វាយដល់ព្រះអង្គសម្រាប់កិច្ចការរបស់ព្រះអង្គសូមព្រះអង្គបានចាយវាទៅតាមសភាពទេរបស់ព្រះអង្គផងដែរ សូមព្រះអង្គប្រទានពរដល់កូនទាំងអស់គ្នាបានប្រកបទៅដោយសេចក្តីសុខសាន្តទាំងអាយុជីវិតដូច្នេះសូមឲ្យព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការទាំងអស់ដែលកូនដាក់ដៃធ្វើសូមឲ្យកូនបានចម្រើនយ៉ាងបរិបូរណ៍ពី 30% ទៅ 60% ទៅ 100% ផងដែរទៅតាមអបសភៈទេរបស់ព្រះអង្គកូនសូមអរគុណព្រះអង្គកូនសូមថ្វាយនៅប្រាក់ថ្វាយនេះនិងអាយុជីវិតរបស់និងពីលឹងវិញ្ញាណរបស់កូនទាំងអស់គ្នាដាក់នៅក្នុងនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន អរគុណដល់ព្រះអង្គបានអរគុណព្រះអង្គតែយើងដឹងថានឹងថាព្រះគ្រីស្ទជាព្រះអង្គជាព្រះដែលស្រឡាញ់យើងគ្រប់គ្នាបងប្អូនព្រះគ្រីស្ទគឺមានរំទូលថាព្រះអង្គយាងមកប្រសូតជាមនុស្សដើម្បីយកនិស្ស័យសាច់ឈាមដើម្បីរំពឹងបាបគ្រប់គ្នាថ្ងៃនេះអរគុណព្រះអង្គដែលបានបាននាំបងប្អូនទាំងគ្នាមកចូលរួមក្នុងពិធីបុណ្យដូឯនេះក៏អរគុណព្រះអង្គមែនទែនហើយសូមខ្ញុំចង់ឲ្យបងប្អូនបាននិយាយថាព្រះគ្រីស្ទស្រឡាញ់អ្នកបងប្អូនអាចនិយាយទៅកាន់ឆ្វេងទៅកាន់ស្ដាំប៉ុន្តែយើងតែអត់ថានិយាយថាព្រះគ្រីស្ទស្រឡាញ់អ្នក Cha nên nhóm mình ăn lên con nát mộtព្រះយេស៊ូវចាដូចតទៅរីឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាងដូចនេះគឺនាងម៉ារីមាតាទ្រង់កាលដែលយូសាបបានដណ្ដឹងនាងហើយនោះនាងមានពរដោយព្រះវិញ្ញាណបរិសុទ្ធមុនដែលបាននៅជាមួយគ្នាឯយូសាប្តីនាងជាមនុស្សសុចរិតគាត់មិនចង់បើករឿងនាងឲ្យគេដឹងទេបានជាគាត់គិតលេងនាងចេញដោយសម្ងាត់វិញកាលដែលគាត់កំពុងតែគិតពីការនោះស្រាប់តែមានទេវតានៃព្រះអង្គម្ចាស់លេចមកពន្យល់សពប្រាប់គាត់ថា
សែបពូជលោកដាវីតអើយកុំអោយខ្លាចយកនាងម៉ារីជាប្រពន្ធអ្នកឡើយត្បិតបុត្រដែលមកចាប់ទុំផ្ទៃនាងនោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេនាងនឹងប្រសូតបុត្រាមួយហើយអ្នកត្រូវថ្វាយព្រះនាមថាយេស៊ូព្រោះបុត្រនោះនឹងជួយរះទ្រង់ឲ្យរួចពីបាបការទាំងនោះកើតមកដើម្បីឲ្យបានសម្រេចសេចក្តីដែលព្រះអម្ចាស់ទ្រង់មានបន្ទូលដោយសារហោរាថាមើលនាងព្រហ្មចារីនឹងមានគួរប្រសូតបានបុត្រាមួយហើយព្រះនាមបុត្រនោះត្រូវហៅថាអេម៉ាយូអែលដែលប្រែថាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំលោកយូសែបភ្ញាក់ពីដេកឡើងនោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់គឺគាត់យកប្រពន្ធមកនៅជាមួយតែมันបានរួមរស់នឹងនាងសោះតើតែនាងប្រសូតបុត្រជាចម្បងមករួចគាត់ថ្វាយព្រះនាមថាយេស៊ូរីឯនៅស្រុកនោះឯងមានពួកអ្នកកងវិលដែលចាំជាមរក្សាហ្វូងជាមរបស់ខ្លួននៅឯវាលក្នុងវេលាយប់នោះមកមានទេវតានៃព្រះអម្ចាស់មកឈរចិត្តគេឯសេរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំងតែទេវតាប្រាប់ថាកុំខ្លាចអីមើលខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យដែលសម្រាប់បណ្ដាជនទាំងអស់គ្នាត្បិតនៅថ្ងៃនេះមានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងរូងដាវីតគឺជាព្រះគ្រីស្ទជាព្រះអង្គម្ចាស់ហើយនេះជាទីសម្គាល់ដល់អ្នករាល់គ្នាគឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយរុំនឹងសម្ពុតដេកនៅក្នុងស្នូលការព្រះយេស៊ូវទ្រង់ប្រសូតមកនៅភូមិបេតលេហឹមស្រុកយូដាក្នុងរាជ្យស្ដេចហេរ៉ូតនោះមានពួកហោពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹមសួរថាតើព្រះអង្គដែលប្រសូតមកធ្វើជាស្ដេចសាសយូដាទ្រង់គង់នៅឯណាពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ពីទិសខាងកើតមកហើយយើងមកថ្វាយបង្គំទ្រង់
คุณบ้านบนจอมีสุบะคนสันดับที่มวยนงกาสุรุณาคนไหนចា៎នាងខ្ញុំសូមជម្រាបសួរបងប្អូនកូនមួយទាំងអស់គ្នានៅទីនេះដោយក្តីស្រឡាញ់ក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទចា៎នៅពេលនេះនាងខ្ញុំសូមសូត្រនៅកំណាព្យថ្វាយដល់ព្រះអង្គម្ចាស់ព្រះពិតរបស់យើងទាំងអស់គ្នាកំណាព្យនេះមានចំណងជើងថាព្រះអង្គជាម្ចាស់នៃឋានសួគ៌ហើយដែលយើងកំពុងរស់នៅលើโลกនេះសប្តាហ៍គ្រប់គ្នាយើងតែងតែចង់ដឹងថាតើព្រះពិតដែលព្រះអង្គបង្កើតឋានសួគ៌បង្កើតផែនដីបង្កើតជីវិតមនុស្សសត្វរុក្ខជាតិតើជាព្រះនាមអ្វីទៅសូមអញ្ជើញរីករាយសម្រាប់ជាមួយនឹងខ្ញុំដូចតទៅអោបណ្ដាជននៅផែនដីអើយចូលកងកណ្ដាលនឹងព្រះជាម្ចាស់បន្លឺសំឡេងឲ្យលាន់ឮច្បាស់ពោលសរសើរព្រះសច្ចៈពិសុទ្ធចូលប្រគំបទថ្មីនឹងជ្រាបថ្វាយដល់ព្រះពុនរីដ៏ស្មោះបំផុតនឹងលើកសរសើរព្រះនាមបរិសុទ្ធប្រគំថ្វាយបទរងរឿងសួស្ដីចូលឲ្យអស់មនុស្សសាសផងនានាដើរតាមមេគាសិរីជោគជ័យហើយស្គាល់ស្នាព្រះហស្ថអស្ចារ្យក្រៃដែលមនុស្សលោកីធ្វើពុំដូចទ្រង់បានបង្កើតមេឃនិងផែនដីមនុស្សក្នុងលោកីនិងសពអ្វីផងដោយសារអំណាចឫទ្ធិព្រះអង្គគឺមានតែទ្រង់ជាម្ចាស់សួគ៌អោប្រជាជនក្នុងសកលលោកចូលថ្វាយជ័យជោគប្រសើរមហិមាចូលកោតសរសើរព្រះម្ចាស់សួគ៌ទ្រង់មាននាមថាព្រះយេស៊ូវគ្រីស្ទចាសសំទោសទ្រង់មាននាមថាព្រះយេស៊ូវគ្រីស្ទទ្រង់នឹងតាំងរាជនគរទ្រង់ឡើងយើងស្រែកត្រហឹងទាំងប្រកាសថាព្រះអង្គគ្រប់គ្រងអស់ទាំងមនុស្សសាសត្វគ្រប់រូបាដោយក្តីសប្បុរសកូនទាំងអស់គ្នាសូមអរព្រះគុណព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទចាសសូមអរគុណអរគុណបាទអរគុណលោកព្រះអង្គហើយបន្តទៅយើងជ្រាបមកបទទៀតគឺបទអរគុណបរិយាបត្រានៃព្រះ
hay tập đi qua cô cho đi trong kia hay nữa bác trong kia này kia đó trong kia làm trong tu bóng cứ chỉ trong tu cầm san chân dừng trong tu bóng cứ chỉ tu ăn pre trong tu được học cứ chỉ pháo hai chia sẻ đây bận và cô đã khi sống sống chất giáp trong tu tam giác cụ sống trên tu sân bẩnคุณพระให้ยังเคยปีสเปรย์หลังกับพระบางองค์ออกเนี่ยบางองค์ชื่อเกี่ยขับพระเป็นตรงหลังยืนคือจีมันเป็นแต่มวยองค์พุทธโดยจีเอาพุ่งมาได้แต่หลังโกนเช่นไม่หนึ่งน้ำคราวเปียพุ่งได้แต่หลังโกนนี่เขาบอกโอนคือมีแต่พุ่งแต่บอกการโกนไอ้แต่หลังโกนออกเนี่ยตามเหมือนเต็มที่ออกคุณพระยังเคยปีและคณะบอกบางองค์ยืนบานเรียนบานไหมยังเคยปีแรกขนาดล้อสำหรับยืนออกคนนี้เรายืนบางเคยไปปีการประสบวัดโต้วัดปีสตรีนึกแต่ยังเคยปีแรกขนาดมวยล้อไปเอายืนบางเคยได้ยืนบางนึกจ้ำปีเปรตแต่ตรงบางประสบมาประเทศนี้แต่ยังเมื่อปีพิภพโลกตรงนู้นเกี่ยวกับศาสนาการองปีทั้งไงแต่องตรงเงินประสบนึกหลักโดยช่องแดนออกคุณรองโดยเจียนในช่องทางนี้ยังเคยปีเปรตประตูองดอลอ้อสำหรับยังออกนี้ทำไมเอายังมาพิจารณาย้อนปีเปรตประตูองการในฉบับหลังติดปัจจุบันนึงยมใจใจเป็นตัวนี้แต่สมองโอนบางสมรุมจัดอธิษฐานช่วยย้อมบางมวยเคล็ดบางออกคุณเปรสติองชาในตุ่มกลมออกคุณพร้อมส่งของบางเตียนโปไข่กุ้งจมูกหนึ่งตุ่มกลมช่วยตุ่มกลมตุ่มกลมบางช่วยการนี้บางตามบำนองปากเตะเปรตต้องในเยี่ยมปีเปรตแต่ตรงบางประสบเมาไอ้องบางการเมาเชี่ยมนุษย์ไอ้องบางช่วยสังคมมนุษย์รู้ปีองเปิดปากของใดออกคุณพร้อมตุ่มกลมสุดท้ายเปลี่ยนนี้เราจะปลุกเปรตคือโดยเราต้องเป็นนี้องมิชาพระเยซูคริสต์อาเมนเอาคุณพร้อมมายังมือปีประตูเปรตasal itu ya, bukan lingkaran, lingkaran itu, jadi terlalu lebih. Aku ayahเคยปีบัดเรื่องตู้และบางเยี่ยมไปไหมยังเคยทางวัดแต่กิเลสเรื่องก็ยังเคยปีกำนัดปรีสตรีหายบัดเรื่องตู้เอาบางเห็นบอกโดยที่นี่นะยังเคยปีอะไรกำนัดวัดปรีสตรียังเคยปีเรียกคณะนักท่องคอมวยนำรับทัพคอรับผมไปนั่งในเกชารีแอร์กำนัดปรีสตรีนุบางการมองอย่างสุดเช่นคือเนียนมาเรียเนียนดาตรงกาอยู่แสบบ้านดังเนียนหายนุบเนียนโกดาวเปรี้ยวิญญาณบริสุทธิ์มนได้บานเราจิมุรินี่อ๋อคุณพระองค์นี่ชมเรียกคณะที่มวยยังเคยเปียขับเปรี้ยคือจิตเปรี้ยได้บอกการเตะเบรหนึ่งทางได้นึกรู้บอกสับสารเปิดถึงอ๋อพร้อมเตียงเยอะที่ออกนี้บอกการโดยสารของเราบอกเปรี้ยได้คือประการที่ดำโบไล่ออกมาการตะปีเดียเตะคนแซงออกมาเอาเยอะแบบรีไซน์ที่เป็นปุ้ยดำไปโจ้ครบที่กันไรคือเหมือนลูกปิงถึงแค่ได้เดินออกมาของการเมายังเคยกับเปรี้ยในตรงสลายยืน
lúc bây giờ thằng mơ bị khó tí nhưng khơi nó không có tí bị buồn nặng có bà bảo hai đã thả pre chia mình chắc tuông chịp pre đại tuông cuông nâu và cuông nâu tăng bị đàm hai trâu riêng mau tiết cứ chịp pre đòn miền pre sẽ đào bằng thoát tuông miền bằng tu thả anh chia alpha chia omega cứ chia đàm hai chia chồng hãy sẽ như khơi bị bật rừng tuổi của ông trong chiếc pre để quân nâu tăng bị đào màu hãy muốn brong hãy cào của ông không nên pre nào thì sao cứ miền tại ông mùi của con nó để ông thằng ông chỉ alpha omega chỉ muốn hãy rồi ông không nên là được ông tê hãy nó không có bị vì con nặng cùng một thầy bí và bằng hai đó nó khó đặt bay thà anh chỉ alpha chỉ omega cứ chỉ muốn kế hai trào kế chỉ đám hai chỉ chồng và nếu bằng hai ở dưới mặt thì bắt là muốn rõng mình pré hãy trao của ông có nguyên na tiết để trao của ông môi tề cứ của ông chỉ alpha chỉ omega của ông nâu xung minh chỉ đường hộp không biết gì mình chọn lại hai có nguyên đa bằng đa còn này bắt tay là thờiนี้ยังเคยปีเป็นบรรทุกขององค์บาลีเยธา Priestry ពីកំណើតរបស់ Priestry បើយើងមើលពីកំណើតរបស់ Priestry ហើយយើងបានយល់ថាហេតុអីបានជាមានកំណើតរបស់ Priestry បានមកនៅលើផែនដីនេះយើងអាចដាក់សំណួរសួរបានមកព្រោះហេតុអីគឺដោយសារព្រះដែលទ្រង់ជាព្រះទ្រង់ស្រឡាញ់យើងទាំងអស់គ្នាដូចជានៅក្នុងគម្ពីរយូហានចំពុក3ខ16បាននិយាយប្រាប់ហើយថាព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់តែមួយគឺដល់អស់អ្នកណាដែលបានជឿដល់ព្រះរាជបុត្រានោះមិនត្រូវស្លាប់ឡើយនោះមិនត្រូវវិនិច្ឆ័យឡើយគឺមានជីវិតអស់កលជានិច្ចនេះហើយជាសេចក្តីស្រឡាញ់របស់ព្រះដោយសារមនុស្សដែលបានធ្វើបាបចំពោះព្រះអង្គហើយមនុស្សបានរំលែងចេញពីព្រះអង្គហើយមនុស្សបានធ្វើគ្រប់កិច្ចការនេះទាំងអស់ដើម្បីលើកសរសើរដល់នោះជាការខំនៅចំពោះព្រះរបស់ព្រះបានជាព្រះអង្គទ្រង់ស្រឡាញ់យើងហើយអង្គបានប្រទានព្រះរាជបុត្រាទ្រង់តែមួយមកឲ្យយើងដើម្បីឲ្យយើងបានទទួលជឿដល់ព្រះរាជបុត្រានោះយើងនឹងទៅវិញដែរអរគុណព្រះអង្គបងប្អូនតែងតែមានកំណត់គិតថាព្រះទេជាព្រះសាសតីណាបងប្អូនបាទចឹងហើយបើយើងមើលពីខគម្ពីរមួយនេះមិនមែនព្រះទេជាសាសតីទេមិនមែនជាព្រះរបស់អាមេរិកហើយក៏មិនមែនជាព្រះរបស់អូស្ត្រាលីហើយក៏មិនមែនជាព្រះរបស់អឺរ៉ុបឬក៏យូតាអីណាមកផ្សេងទៀតទេគឺព្រះអង្គជាព្រះដែលរបស់លោកព្រះអង្គថាបាត់ទ្រង់បានស្រឡាញ់លោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះទ្រង់តែមួយព្រះអង្គស្រឡាញ់មនុស្សលោកហើយណាយើងរាល់គ្នាជាមនុស្សលោកដែលរស់នៅក្នុងលោកគឺរស់នៅក្នុងផែនដីដែលព្រះទ្រង់បានបង្កើតមកហើយចឹងព្រះអង្គម្ចាស់ក៏ជាព្រះរបស់ខ្មែរព្រះអង្គម្ចាស់ក៏ជាព្រះរបស់ចិនព្រះអង្គម្ចាស់ក៏ជាព្រះរបស់ថៃព្រះអង្គម្ចាស់ក៏ជាព្រះរបស់មនុស្សនៅលើលោកីនេះព្រះអង្គជាព្រះរបស់មនុស្សលោកប៉ុន្តែមនុស្សលោកណាដែលបានទទួលអង្គនោះអង្គនឹងឲ្យមានជីវិតអស់កលជានិច្ចជីវិតរបស់លោកអ្នកនោះមិនត្រូវវិនិច្ឆ័យឡើយគឺមានជីវិតអស់កលជានិច្ចនៅក្នុងអង្គវិញអត់ទេនេះជាលក្ខណៈមួយពីសេចក្តីស្រឡាញ់របស់ព្រះព្រោះមនុស្សបានធ្វើបាបខុសទៅទឹកចំពោះព្រះបានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់មកដើម្បីជួយនោះឲ្យរួចអំពីបាបដោយសារខ្លួនតែថាជឿទៅលើព្រះបុត្រាទ្រង់តែមួយប៉ុណ្ណោះបាទអរគុណព្រះអង្គនេះយើងឃើញពីលក្ខណៈរបស់ព្រះហើយមានមួយទៀតខ្ញុំចង់ឲ្យបងប្អូនបានពិចារណាមើលពាក្យមួយដែលថានាងម៉ារីជាមេដាទ្រង់ការយូសែបបានដណ្ដឹងហើយនោះនាងមានគភ៌ដោយព្រោះព្រះវិញ្ញាណបរិសុទ្ធមុនដែលបាននៅជាមួយគ្នាបងប្អូនពិចារណាពាក្យនេះហើយគិតពីពាក្យនេះអត់មែនទេយើងឃើញថាមនុស្សយើងមានប្រុសនិងស្រីដែលព្រះអង្គបានបង្កើតមកពីរនាក់បើមិននៅជាមួយគ្នាអត់មានកូនទេមែនទេអត់ដែលមានអ្នកណាដូចថាមានកូនមុនដែលមានគ្រួសារទេហើយចឹងមនុស្សស្រីនិងមនុស្សប្រុសជាគូជាមួយគ្នាដែលព្រះទ្រង់បានបង្កើតមកពេលណាដែលនៅជាមួយគ្នាគេនឹងបង្កើតកូនប៉ុន្តែយើងមើលអំពីកំណើតរបស់ព្រះគ្រីស្ទវិញខុសពីមនុស្សលោកបាទហើយចឹងយើងឃើញថាព្រះអង្គប្រសូតមកក្នុងនាងពុំចារីក្នុងការដែលនួងមិនទាន់បាននៅជាមួយនឹងគូដណ្ដឹងរបស់នាងផងណានេះ
ជាលក្ខណៈមួយល្អបងប្អូនគិតពិចារណាមែនទេព្រះវិញ្ញាណដែលទ្រង់ជាព្រះទ្រង់មកកើតទៅលើផែនដីគឺទ្រង់បានមកទុំលើផ្ទៃរបស់ស្ត្រីដែលមិនទាន់មានប្តីសោះជាស្ត្រីដែលព្រមចារីជាស្ត្រីដែលរស់នៅអត់ទាន់មានប្រុសអត់ទាន់មានគូដណ្ដឹងឬក៏មានមិត្តភក្តិណាដែលមករួមរស់ជាមួយនឹងនាងទេគឺនាងបានមានទម្ងន់បាទនេះជាលក្ខណៈមួយដែលបងប្អូនគួរពិចារណាមើលមែនទេហើយឆ្លងមនុស្សលោកដែលកើតទៅលើផែនដីនេះអ្នកណាដែលមានប្តីមានប្រពន្ធមានកូនអ្នកនោះមិនមែនជាព្រះទេបងប្អូនក៏ពិចារណាមែនទេដូចយើងអត់យើងមិនមែនជាព្រះទេយើងជាកូនរបស់ព្រះណាយើងជាកូនរបស់ព្រះតែព្រះដែលទ្រង់ជាព្រះទ្រង់មានគ្រប់ទេពលិស្នាហើយទ្រង់បានឲ្យស្ត្រីព្រហ្មចារីមានគួរហើយប្រទល់ចេញមកមានគឺជាព្រះស្រីឯងបាទអរគុណព្រះអង្គហើយបងប្អូនពិចារណាកន្លែងនេះមែនទេបើយើងមើលតិចទៀតថាបងប្អូនយូសេបដែលជាប្តីរបស់នាងនោះតែយូសូទៅប្រពន្ធមានតែមួយអញ្ចឹងបងប្អូនគិតបែបដែរឥឡូវបងប្អូនជាប្រុសច្រើនពេលបងប្អូនទៅដឹងស្រីនឹងហើយតែស្រីនោះមិនទាន់បាននៅជាមួយផងស្រាប់តែមានកូនបងប្អូនប្រុសគិតបែបដែរគិតបែបដែរខ្ញុំជួយថាគួរតែទៅបានអាហារគេនឹងមកណានេះដល់មួយទៅដូចយូសែបបងប្អូនមើលយូសែបនៅក្នុងខ19បានយូសែបគាត់តែគាត់ជាមនុស្សសុចរិតគាត់ចង់លេងនេះដែរគាត់ចង់លេងដល់សម្ងាត់មិនចង់យករឿងរបស់នោះទៅបរិហារគេទេចង់និយាយដល់សម្ងាត់លេងដល់សម្ងាត់នេះជាលក្ខណៈរបស់មនុស្សមានការតូចចិត្តរបស់បងប្អូនខាត់ណាខំស្រឡាញ់ខំតដឹងមកនឹងថាល្អហើយតែបានខំទៅយកមកអានេះគឺថាអត់មានការអីស្រាប់តែនឹងពេកពោះបងប្អូនអានេះយើងមានការអត់ចិត្តហើយការខំទៅសុំទឹកអរគុណព្រះអង្គជិះឃើញទីលក្ខណៈមួយសំខាន់នេះចូលមកពីក្រោយគឺសោះអូក្រោយគឺសោះខ្ញុំតបបងប្អូនអរគ្នានៅខាងក្រៅអត់លឺទេណាខ្ញុំប្រឹងឡើងស្រួលកកដែរមកអញ្ជើញមាត់ទៀតខ្ញុំដែលណាមកបាត់ទេមកខ្ញុំអត់ឡើបាក់មាត់ទៀតរសាប់ដែរអរគុណព្រះហើយយើងពិចារណាពីព្រះគោអស់ហើយយើងពិចារណាពីជីវិតរបស់មនុស្សហើយពីជីវិតរបស់ព្រះដែលទ្រង់បានប្រសូតមកដោយសារព្រះវិញ្ញាណរបស់ព្រះដូចជានៅក្នុងគម្ពីរម៉ាថាយក៏បាននិយាយដែរគម្ពីរម៉ាថាយទេវតាបានឆ្លើយទៅនាងម៉ារីថាម៉េចពេលនាងម៉ារីភ័យថាមានពុតទេវតាឆ្លើយថាព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសន្ធិដ្ឋលើនាងហើយព្រះចេស្តានៃព្រះដ៏គង់ផុតនឹងទ្រពបាំងនាងដោយស្រមោលហេតុដូច្នេះបុត្រដែលប្រសូតមកបុត្រដែលនឹងប្រសូតមកនោះហៅថាជាព្រះរាជបុត្រានៃព្រះបាទអរគុណព្រះអង្គឃើញថាព្រះទ្រង់បានធ្វើការគ្រប់ការរបស់គ្មានអ្វីមួយដែលថាព្រះអង្គអត់ធ្វើការទេបងប្អូនសំបីតែជីវិតរបស់មនុស្សដែលកើតលើបែបដីហើយដីដែលព្រះអង្គកើតតែឬទូលធ្វើបណ្ដឹងអង្គធ្វើកើតនេះជាសេចក្តីសង្គ្រោះរបស់ព្រះដែលមានសម្រាប់យើងទាំងអស់គ្នាបាទអរគុណព្រះអង្គហើយយើងឃើញពីយូសែបកើតមានការភ័យខ្លាចប៉ុន្តែក្នុងការដែលភ័យខ្លាចយើងឃើញពីកិច្ចការងារល្អមួយដែលគាត់កំពុងតែមានការភ័យខ្លាចនោះបានព្រះមានបរិសុទ្ធរបស់ព្រះទ្រង់បានមកទេវតារបស់ព្រះនៅក្នុងខ20កាលគាត់កំពុងតែគិតពីការនោះស្រាប់តែមានទេវតានៃព្រះម្ចាស់លេចមកពន្យល់សពប្រាប់គាត់ថាយូសែបពូជវងដាវីតអើយកុំឲ្យខ្លាចនឹងយកនាងម៉ារីជាប្រពន្ធឡើយត្បិតបុត្រដែលមកចាក់ទុំទេនាងនោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេនេះជាពាក្យរបស់ទេវតាបានប្រាប់មួយទៀតគឺជាព្រះវិញ្ញាណបរិសុទ្ធទេដែលបានទុំហើយប្រាប់ឲ្យយូសែបនោះកុំឲ្យភ័យព្រួយហើយឃើញពីទេវតា
គឺជាទេវតាការពារដែលអង្គដែលជាអ្នកបម្រើព្រះខាងនាំពាក្យបន្ទូលខាងនាំពីដំណឹងដើម្បីនឹងចែកចាយដល់យើងអស់គ្នាគឺជាទេវតាបាននិយាយប្រាប់ដល់ទៀតថាព្រះអង្គដែលត្រូវកើតមកនោះគឺមកអំពីព្រះវិញ្ញាណបរិសុទ្ធទេបាទអរគុណព្រះអង្គហើយទេវតាបានប្រាប់នាងទៀតថានាងនឹងប្រសូតបានបុត្រមួយហើយអ្នកត្រូវហៅអ្នកត្រូវថ្វាយព្រះនាមថាយេស៊ូព្រោះគាត់នោះនឹងជួយសង្គ្រោះព្រះទ្រង់ឲ្យរួចពីបាបបាទនេះជាលក្ខណៈមួយល្អសម្រាប់យើងអស់គ្នាជាអំណោយរបស់ព្រះដែលទ្រង់បានប្រទានមកឲ្យយើងដើម្បីឲ្យយើងបានទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងនោះយើងនឹងបានរួចពីបាបយើងនឹងមានជីវិតអស្ចារ្យជានិច្ចនឹងលោកអង្គតាមពីយូហានចំពោះ3ខ16បាននិយាយប៉ុន្តែនៅកន្លែងនេះព្រះក៏ទ្រង់មានបន្ទូលទេវតាក៏ប្រាប់មកទៀតថាពេលដែលព្រះនាងអង្គបានថ្វាយថាយេស៊ូនោះព្រះបុត្រនោះនឹងជួយសង្គ្រោះរាជទ្រង់ឲ្យរួចពីបាបបងប្អូនរាជទ្រង់តើអ្នកណាជារាជរបស់ព្រះអង្គទីគឺថាពីមនុស្សទៅពិភពលោកទាំងមូលគឺជារាជរបស់ព្រះអង្គទាំងអស់គ្នាប៉ុន្តែបើយើងមើលតាមពីយូហានចំពោះ1បាននិយាយថាពន្លឺបានចុះមកក្នុងលោកីនេះប៉ុន្តែសេចក្តីងងឹតមិនយល់ដល់ពន្លឺទេរាជរបស់ព្រះបានបដិសេធពន្លឺរបស់ព្រះជាជីវិតនោះចេញនេះយើងឃើញពីលក្ខណៈមួយព្រះបន្ទូលរបស់ព្រះបានបង្ហាញថាព្រះមនុស្សដែលនៅលើលោកីនេះបានបោះបង់ព្រះចោលហើយឆ្លើយបានជាព្រះអង្គប្រទានព្រះយេស៊ូវគ្រីស្ទមកជាព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះដល់ព្រះអង្គឲ្យរួចពីបាបហើយបងប្អូនគិតពិចារណាពីបាបមានពីក្រំណាមកបងប្អូនពិចារណាបាបមានពីក្រំណាមកពីក្រំយើងពីម្ដាយយើងហើយពីជីតាយើងគឺពីជីដូនយើងបាបមានតាំងពីដើមកំណើតលោកីមកពេលដែលអង្គបានបង្កើតមនុស្សតែពីរនាក់ហើយមនុស្សទាំងពីរនាក់នោះបានធ្វើខុសនឹងបញ្ញត្តិរបស់ព្រះហើយលួចយកផ្លែឈើដឹងខុសត្រូវដែលអង្គបានហាមមិនឲ្យយកមកបរិភោគហើយគេបានទៅយកផ្លែឈើនោះមកហើយដើម្បីទៅបរិភោគហើយបានរៀបដាល់មកលើលោកីនេះគឺដូចជាស្មៅជើងក្រាស់ទេបងប្អូនរៀបដាល់វិញលោកីទាំងមូលខេត្តគ្មានអ្នកណាម្នាក់ដែលអាចនឹងបានដូចជានៅក្នុងគម្ពីររ៉ូមបាននិយាយថាក្នុងគម្ពីររ៉ូមពុក3ខ23បានគ្រប់គ្នាបានធ្វើបាបខ្វះមិនដល់ស្រីល្អដែរទេយើងទាំងអស់គ្នាបានធ្វើបាបទៅយើងខ្វះមិនដល់ស្រីល្អទេហើយយើងបានបដិសេធព្រះរបស់យើងចេញហើយយើងមិនទទួលស្គាល់ព្រះអង្គជាព្រះម្ចាស់របស់យើងហើយនេះបានជាយើងទាំងអស់គ្នាជាមនុស្សដែលមានបាបឈ្នួលរបស់បាបគឺអ្វីឈ្នួលរបស់បាបគឺជាសេចក្តីស្លាប់បាននៅគម្ពីររ៉ូម1ខ23ក៏បាននិយាយដែរថាឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់ប៉ុន្តែអំណោយទានរបស់ព្រះគឺជាជីវិតប្រជែងនេះជាលក្ខណៈមួយបង្ហាញឲ្យយើងបានឃើញថាបើយើងទទួលព្រះគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងនោះយើងនឹងបានរួចពីបាបពិតប្រាកដជារួចពីបាបព្រោះយើងជាពួកបាបបងប្អូនបងប្អូនគិតថាបងប្អូនអត់មានបាបអរគុណព្រះអង្គមិនបាច់ទទួលព្រះអង្គជាព្រះអង្គសង្គ្រោះអីទេប៉ុន្តែបើបងប្អូនជាមនុស្សដែលមានបាបនៅលើលោកីនេះបងប្អូនត្រូវតែមានមុខងារថាទទួលព្រះគ្រីស្ទជាព្រះអង្គម្ចាស់សង្គ្រោះសម្រាប់ជីវិតរបស់យើងម្នាក់ៗបាទអរគុណព្រះអង្គខ្ញុំបានចូលដល់ស្រុកខ្មែរបងប្អូនកន្លែងគឺទីបន្តបន្តិចចុះខ្ញុំឮដំណឹងល្អនេះមកខ្ញុំជាមនុស្សម្នាក់ដែលស្វែងរកពីសេចក្តីសុខនៅខាងសួគ៌ខ្ញុំខ្លាចពេលដែលខ្ញុំទៅវត្តម្ដងខ្ញុំឃើញគេគូរូបមានរូបអរហៈអីចាក់អីស្អីណាហើយផ្ទះឆ្លោតអីធំខ្ញុំខ្លាចខ្ញុំអត់ចង់ទៅទេប៉ុន្តែខ្ញុំចង់ស្វែងរកពីជីវិតរបស់ឯងជានិច្ចនៅក្នុងព្រះហើយខ្ញុំបានទៅវត្តទៅអីដូចគេដូចអីចឹងប៉ុន្តែពាក្យមួយដែលបានមុនប៉ិនសំពៅតែបាបពូជមួយជឿទៅទូលាយបាត់អស់គ្មានអ្នកណាម្នាក់ដែលកើតពីមនុស្សបានធ្វើអ្វីឲ្យរួចពីបាបបានឡើយលើកលែងតែពីព្រះដែលយើងប្រសូតមកសម្រាប់យើងដើម្បីឲ្យយើងបានទទួលព្រះអង្គឲ្យជាព្រះអង្គសង្គ្រោះសម្រាប់ជីវិតរបស់យើងនេះជាលក្ខណៈមួយសំខាន់សម្រាប់យើងជាដំណឹងល្អមួយល្អជាងដំណឹងដែលត្រូវឆ្លង1លាន2លានទេណាបងប្អូន20លាន100លានក៏មិនបានពីជីវិតដែលរស់នៅជាមួយព្រះដែរបងប្អូនពិចារណាមែនទេនេះជាលក្ខណៈមួយល្អសម្រាប់យើងដែលយើងគួរជ្រើសរើស
ដើម្បីឲ្យបានយល់ពីព្រះដែលជួយសង្គ្រោះដល់រាជរបស់ព្រះអង្គគឺឲ្យរួចអំពីបាបបាទតែនេះបើយើងមើលទៅពីលក្ខណៈដែលទេវតាបានប្រាប់តែជួយរាជរបស់ព្រះអង្គយើងធ្វើមិនឲ្យបានរួចបាបបងប្អូនយើងអាចសួរខ្លួនយើងតែជឿព្រះអង្គเราจะเชื่อพระองค์หรือพวกเราคัมภีร์ยูฮานถึงพวกมวยข้อรับปีบางอย่างปราบให้เอาเนี่ยนาแต่โปร่งตัวตัวใครเชื่อดาวเปรตมาตราในเป็นนุ่มองประเทียนอำนาจปัจบานตลอดจีโกนว่าเปรตแล้วบางคนคือเฉียดโกนในการเมาอัมพิเปรตมันเป็นการอัมพิรุษัยโดยที่ยังบางพวกเราจะมวยเขียนเนียนโกนได้คือเชี่ยจีบัดคุยแต่บางตัวปริสุทธิ์haiព្រះវិញ្ញាណរបស់អង្គបានគង់ជាមួយយើងហើយវិញ្ញាណយើងនឹងបានរស់នៅជាមួយព្រះអង្គជារៀងរហូតអស់កលជីវិតបាទនេះជាលក្ខណៈមួយល្អសម្រាប់យើងថាព្រះអង្គទ្រង់ជាព្រះអង្គនឹងត្រឡប់មកវិញហើយនឹងយកយើងអស់គ្នាទៅនៅក្នុងនគររបស់អង្គអាមែនអរគុណព្រះនេះជាព្រះបន្ទូលរបស់អង្គមួយល្អសម្រាប់យើងដល់គ្នាប៉ុន្តែទេវតាបានប្រាប់ទៅហោរាឲ្យដឹងពីព្រះដែលទ្រង់បានមកហើយជួយសង្គ្រោះរាជទ្រង់នោះនៅក្នុងគម្ពីរដូចនៅក្នុងគម្ពីរអេសាយជំពូក 7 ខ 14 ក៏បានប្រាប់ដែរនៅក្នុងនេះបានដាក់ 23 ថាមើលនាងព្រហ្មចារីនឹងមានគោប្រសូតបានបុត្រមួយហើយព្រះនាមបុត្រនោះតែគេហៅថាអេម៉ានូអែលនេះនៅក្នុងគម្ពីរប៉ុន្តែនៅក្នុងគម្ពីរនេះមកគម្ពីរម៉ាថាយនេះបាននិយាយនៅក្នុងខ 23 ថាអេម៉ានូអែលប្រែមកថាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំព្រះអង្គទ្រង់នឹងគង់ជាមួយនឹងយើងខ្ញុំទាំងអស់គ្នាដែលយើងអស់គ្នាដែលជាកូនរបស់អង្គអរគុណព្រះអង្គណានេះជាលក្ខណៈមួយបង្ហាញឲ្យឃើញហើយឃើញពីលក្ខណៈរបស់យូសែបយើងឃើញថាដល់ពេលបំផុតគាត់ក៏បានមើលខែនាងដោយមិននៅជាមួយទេរហូតដល់នាងបានប្រសូតមកដោយតាមបទដែលយើងបានអាននោះបងប្អូនអង្គចាស់មកយើងល្អខ្ញុំថាល្អខ្ញុំរត់នៅជាមួយព្រះអង្គទៅ40 ឆ្នាំជាងហើយ40 ឆ្នាំជាងជិតចូល50 ឆ្នាំហើយរស់នៅជាមួយព្រះអង្គគឺថាល្អមែនបាទបងប្អូនណានឿយហត់មិនខ្ញុំអត់ដឹងទេបើចំពោះជីវិតរបស់ខ្ញុំគឺថាសប្បាយនៅជាមួយព្រះអង្គអរគុណព្រះអង្គអធិដ្ឋានហើយបាននាំឲ្យកូនចៅទាំងអស់គ្នាបានស្គាល់ព្រះបន្តទៅទៀតនេះជាលក្ខណៈមួយល្អបងប្អូនបើយើងបាននៅជាមួយព្រះអង្គយើងក៏មិនអត់មានការភ័យព្រួយទេបងប្អូនបើយើងមើលនៅក្នុងគម្ពីរយូហានជំពូក 14 បាននិយាយប្រាប់ដែរបងខ្ញុំឲ្យបងប្អូនមើលនៅក្នុងគម្ពីរយូហានជំពូក 14 មើលបន្តិចមើលគម្ពីរយូហាន 14 បញ្ជាក់ថាម៉េចពីយូហាន 14 ប្រាប់ថាបើយើងជឿព្រះអង្គហើយយើងតើមានការភ័យព្រួយទេបងប្អូនពីនឹងអត់មានភ័យព្រួយទេនេះពេលខ្ញុំបានចូលដល់ជំនុំគឺខ្ញុំអត់មានការភ័យព្រួយរហូតពីរឿងស្លាប់ខ្ញុំអត់ភ័យព្រួយទេហើយខ្ញុំក៏បំរើព្រះអង្គត្រឡប់ទៅស្រុកខ្មែរទោះបីតែស្រុកខ្មែរកំពុងមានការវាយគ្នាបាញ់គ្នាមួយចំនួនហ៊ុនស៊ីម៉ិចនិងលោកហ៊ុនសែនបាញ់គ្នាយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំទៅដោយសុវត្ថិភាពដោយអង្គនាំខ្ញុំនាំទោះបីគេវាយគ្នាថាមកដួលយ៉ាងណាក៏ដោយពេលដែលខ្ញុំទៅដល់ខ្ញុំឃើញតែកំណត់ឈាមតែខ្ញុំទៅទៀតអរគុណព្រះតែទ្រង់បានស្រឡាញ់យើងអង្គនៅជាមួយយើងជារៀងរហូតខ្ញុំបម្រើអង្គជារៀងរហូតអញ្ចឹងបានថានៅក្នុងនេះក្នុងខមួយប្រាប់កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយអ្នករាល់គ្នាជឿដល់ព្រះហើយចូលជឿដល់ខ្ញុំដែរអង្គបងប្អូនយើងជឿដល់ព្រះហើយចូលជឿដល់ព្រះគ្រីស្ទផងដែរនៅក្នុងដំណាក់ព្រះគ្រីស្ទបានមានទូថានៅក្នុងដំណាក់នៃព្រះបិតាខ្ញុំមានទីកន្លែងច្រើនពំនោះខ្ញុំប្រាប់អ្នករាល់គ្នាហើយថាខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាព្រះគ្រីស្ទអង្គអត់សុគតទេអង្គសុគតហើយរស់ឡើងវិញ3ថ្ងៃហើយព្រះអង្គបានទៅឯនគរខាងសួគ៌ហើយរៀបចំកន្លែងសម្រាប់កូនរបស់អង្គជាច្រើនទៀតដែលបានចូលទៅក្នុងនគររបស់អង្គនេះអង្គបានប្រាប់យើងច្បាស់ថាព្រះអង្គទ្រង់នឹងរៀបកន្លែងឲ្យយើងរាល់គ្នាហើយពេលណាដែលព្រះអង្គបានរៀបកន្លែងឲ្យយើងរួចហើយព្រះអង្គនឹងត្រឡប់មកវិញហើយនឹងយកយើងរាល់គ្នាទៅកន្លែងដែលព្រះអង្គដែរបងប្អូនយើងមិនអាចទៅចូលដល់នគរឋានសួគ៌អត់មានអ្នកម្ចាស់ឋានសួគ៌មកនាំយើងទៅទេដោយដល់អូស្ត្រាលីអញ្ចឹងបងប្អូនមិនមែនជាជនជាតិអូស្ត្រាលីផងបងប្អូនចង់មកចូលនៅជនជាតិចូលមកលេងនៅប្រទេសនៅជនជាតិនៅប្រទេសអូស្ត្រាលីបងប្អូនមិនអាចមកបានទេបងប្អូនអត់ស្គាល់អូស្ត្រាលីផងបន្ទាប់តែម្ចាស់អូស្ត្រាលីគេបើកផ្លូវឲ្យយើងហើយគេនាំយើងមកនឹងឲ្យយើងមក
ដោយការដែលយើងបានមកជំរុំអញ្ចឹងបើសិនអូស្ត្រាលីអត់បើកផ្លូវមកឲ្យយើងខ្ញុំក៏មិនដឹងថាទៅតាមផ្លូវណាដែរព្រោះខ្ញុំអត់មានបងប្អូននៅអូស្ត្រាលីនេះទេខ្ញុំអត់មានទេអរខ្ញុំអរគុណព្រះដែលទ្រង់បានរៀបចំជីវិតខ្ញុំឲ្យមកនៅទីនេះដោយសេចក្តីសុខសាន្តអរគុណព្រះអង្គខ្ញុំអរគុណព្រះអង្គចាំមែនទេអានេះព្រះអង្គទ្រង់ត្រឡប់មកយើងយកយើងទៅវិញនៅក្នុងព្រះអង្គបងប្អូនគ្មានអ្នកណាអាចធ្វើផ្លូវសម្រាប់យើងបាននៅក្នុងខ6ឡើងប្រាប់ថាព្រះយេស៊ូវគ្រីស្ទមានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាអាចទៅដល់ព្រះបាននេះជាព្រះបន្ទូលរបស់ព្រះបានបញ្ជាក់ឲ្យយើងមានចិត្តសង្ឃឹមទៅលើអង្គព្រោះព្រះអង្គទ្រង់ជាផ្លូវរបស់យើងជាជីវិតរបស់យើងជាសេចក្តីពិតហើយយើងត្រូវតាមព្រះអង្គដើម្បីឲ្យយើងបានចូលទៅក្នុងនគរព្រះវិហារដែលព្រះទ្រង់បានរៀបចំសម្រាប់យើងហើយអរគុណព្រះអង្គយើងឃើញថាថ្ងៃនេះខ្ញុំបានមានព្រះបន្ទូលរបស់ព្រះច្រើនសម្រាប់យើងរៀនប៉ុន្តែខ្ញុំគិតថាយកចំណុចមួយនេះយកមកពិចារណារបស់បងប្អូនដើម្បីឲ្យបងប្អូនបានគិតហើយពិចារណាព្រះដែលទ្រង់បានបន្ទប់មកបើសិនតែមកតាមរយៈមនុស្សនិងមនុស្សនៅជាមួយគ្នាមិនមែនជាព្រះទេគឺទាំងអស់គឺត្រូវស្លាប់តែព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលព្រះវិញ្ញាណរបស់អង្គបានគង់ជាមួយហើយព្រះអង្គបានបង្កើតមកព្រះយេស៊ូវគ្រីស្ទទ្រង់មកសពុតដល់លើជីកាមិនមែនដោយសារអង្គទ្រង់ធ្វើការនេះទេគឺដោយសារអង្គទ្រង់ចង់ជួយជីវិតរបស់យើងអស់គ្នាដើម្បីឲ្យយើងបានរួចទៅបានអង្គមកសពុតដល់លើជីកាឈ្នួលបាបរបស់យើងគឺជាព្រះយេស៊ូវគ្រីស្ទមួយទាំងមូលដែលអង្គមកសពុតជំនួសយើងដើម្បីឲ្យយើងបានរស់នៅជាមួយព្រះអង្គតែចឹងមកថាព្រះអង្គទ្រង់ជាផ្លូវជាជីវិតជាសេចក្តីពិតសម្រាប់យើងម្នាក់ៗដើម្បីឲ្យយើងបានទទួលព្រះអង្គអរគុណព្រះយេស៊ូវគ្រីស្ទខ្ញុំមានព្រះបន្ទូលមួយពីរទៀតដើម្បីនឹងបង្ហាញខ្ញុំឃើញខ្ញុំចង់ឲ្យបងប្អូនមើលនៅក្នុងអំពីយូហាន14ដូចគ្នាបានវិញដែរយូហាន14ហើយនៅក្នុងខ27បានប្រាប់ថាម៉េចខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នាគឺខ្ញុំឲ្យសេចក្តីសុខរបស់ខ្ញុំដល់អ្នករាល់គ្នាហើយដែលខ្ញុំឲ្យនោះមិនមែនដូចជាលោកឯងឲ្យទេខ្ញុំកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យឡើយអង្គបានទៅឋានសួគ៌ហើយអង្គបានទុកសេចក្តីសុខរបស់អង្គនៅជាមួយយើងរាល់គ្នាគឺជាសេចក្តីសុខសាន្តរបស់ព្រះដែលនៅឋានសួគ៌មិនមែនដូចជាលោកីដែលឲ្យយើងទេបងប្អូនលោកីឲ្យយើងមានប្រាក់យើងមានឡានមានអីប៉ុន្តែទាំងអស់វាគិតថាជាការសប្បាយមួយនៅលើផែនដីប៉ុណ្ណឹងជាការសប្បាយមួយប៉ុន្តែអង្គសេចក្តីសុខរបស់ព្រះគឺជាសេចក្តីសុខនៅក្នុងឋានសួគ៌របស់អង្គយើងនឹងនៅជាមួយនឹងអង្គជារៀងរហូតផងដែរហើយដូចជានៅក្នុងគម្ពីរពេត្រុសទី1ចំពោះ5សម្រាប់ប៉ុលក៏បាននិយាយនៅកន្លែងនេះដែរចំពោះ5ខ7បានខយើងមើលពីខ6មកថាបែបដូច្នេះចូលអ្នករាល់គ្នាបន្ទាបខ្លួននៅក្រោមព្រះហស្ថដ៏ពូកែរបស់ព្រះចុះដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើងនៅពេលកំណត់ហើយចូលផ្ទេគ្រប់ទាំងបន្ទុកគ្រប់ទាំងសេចក្តីទុកព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ត្បិតទ្រង់យកប្រតិទុកដាក់នឹងអ្នករាល់គ្នាព្រះអង្គទុកដាក់អង្គល្អណាស់បងប្អូនបងល្អណាស់អង្គយកប្រតិទុកដាក់នឹងយើងទាំងអស់គ្នាដែលជាមនុស្សដែលកើតមកនៅលើផែនដីនេះគឺជាផែនដីរបស់ព្រះដែលទ្រង់បានធ្វើហើយនៅក្នុងខមួយទៀតជាខចុងក្រោយខ្ញុំនឹងមើលបង្ហាញបងប្អូនថាម៉េចនៅក្នុងគម្ពីរនៅក្នុងគម្ពីរពីលីបាទទី4បើយើងមើលនៅក្នុងខយើងមើលនៅក្នុងខ6ថាកុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះដោយជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋានពាក្យទូលអង្វរពាក្យអរព្រះគុណផងបាទនេះយើងឲ្យកុំឲ្យខ្វល់ខ្វាយឲ្យយើងទូលដល់ព្រះហើយយើងសូមពីអង្គសូមឲ្យយើងអធិដ្ឋានពីព្រះហើយដល់ទូលអង្វរដល់អង្គហើយសូមអរព្រះគុណដល់អង្គពីគ្រប់ការរបស់ដែលមាននៅក្នុងលោកនេះសម្រាប់ជីវិតរបស់យើងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ
ដែលហួសលើសពីអស់ទាំងកំណត់នឹងជួយការពារចិត្តហើយនឹងកំណត់អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវអាមែនអរគុណព្រះអង្គនេះជាព្រះបន្ទូលលើកទឹកចិត្តដែលសម្រាប់ពលក៏បានបង្ហាញប្រាប់យើងឲ្យយើងបានជឿទៅព្រះអង្គអធិដ្ឋានគ្រប់ពេលគ្រប់វេលាសូមសេចក្តីជំនួយឲ្យពីព្រះអង្គកុំឲ្យយើងខ្វល់ខ្វាយបងប្អូនខ្វល់អ្វីសូមព្រះអង្គនឹងប្រទានពរដល់យើងប៉ុន្តែមិនមែនសូមអង្គឲ្យដេកសូមទៅភ្លៀងធ្លាក់មកមិនទៅដល់យកផឹកមិនមែនមានអីចឹងទេគឺថាសូមអង្គកិច្ចការងារអ្វីដែលយើងបានធ្វើអង្គនឹងប្រទានពរហើយនេះសេចក្តីសុខសាន្តរបស់ព្រះនឹងមានដល់យើងជារៀងរហូតគឺជាសេចក្តីសុខសាន្តរបស់ព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គហើយបងប្អូនខ្ញុំសូមអរតាមបងប្អូនថាព្រះរបស់យើងទ្រង់ល្អណាស់ទ្រង់មកជួយយើងទ្រង់មកសុខជំនួសយើងដើម្បីឲ្យយើងបានរួចអំពីបាបដើម្បីឲ្យយើងបានចូលទៅក្នុងនគរព្រះដោយសារព្រះទ្រង់បានដឹកនាំយើងទៅព្រះអរគុណព្រះអង្គហើយបងប្អូនរាល់គ្នាបងប្អូនខ្លះដែលអត់បានដល់ស្គាល់ព្រះអង្គអត់ទៅមកជឿដល់ព្រះអង្គបងប្អូនសូមបងប្អូនបានជួបជាមួយពួកយើងខ្ញុំទាំងអស់គ្នាជាចាស់ទុំហើយជាពួកជំនុំនៅទីនេះដើម្បីនឹងអធិដ្ឋានថ្វាយនឹងជូនបងប្អូនដល់លើព្រះអរគុណព្រះហើយសូមបងប្អូនបាននឹកចាំហើយពិចារណាមើលតើគួរយើងជឿដល់ព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យរួចពីបាបហើយចូលទៅក្នុងនគររបស់ព្រះបានដែរអត់នេះជាសំណួរហើយជាចម្លើយសម្រាប់បងប្អូនអស់គ្នានៅក្នុងជីវិតបងប្អូនអរគុណអង្គសូមបងប្អូនបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំដើម្បីនឹងបញ្ចប់ព្រះបន្ទូលនេះអរគុណព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គដែលអង្គទ្រង់ជាព្រះអង្គម្ចាស់អង្គមានសេចក្តីស្រឡាញ់ជាបរិបូរណ៍ដល់យើងខ្ញុំទាំងអស់គ្នាអង្គចាស់ហើយអរគុណព្រះអង្គណាស់ដែលទ្រង់បានទានអំណោយដ៏ល្អសម្រាប់ជីវិតរបស់យើងខ្ញុំជាពេលវេលាដែលយើងខ្ញុំបាននឹកគិតអំពីព្រះអង្គជាពេលថ្ងៃដែលព្រះអង្គទ្រង់បានមានប្រសូតនេះអង្គចាស់ហើយអរគុណព្រះអង្គណាស់សូមអង្គបានគង់ជាមួយហើយជួយដល់យើងខ្ញុំទាំងអស់គ្នាដែលជាកូនរបស់អង្គសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានរស់នៅក្នុងសេចក្តីអំណររស់នៅក្នុងការសរសើរនិងការព្រះហើយរងចាំព្រះដែលទ្រង់បានរៀងត្រឡប់មកហើយយកយើងខ្ញុំទាំងអស់គ្នាទៅក្នុងនគរឋានសួគ៌ដែរអរគុណព្រះអង្គណាស់ពីការដែលព្រះទ្រង់បានស្រឡាញ់យើងហើយអង្គទ្រង់ល្អណាស់អង្គទ្រង់ល្អណាស់គឺល្អសម្រាប់យើងទាំងអស់គ្នាដែលជាកូនរបស់អង្គអរគុណអង្គទូលគុំសូមអរគុណសូមថ្វាយព្រះបន្ទូលនេះទៅចំពោះព្រះគឺដោយនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណអង្គ